ចាព្រឹកនឹងអត់មានធ្វើអីទេបាញ់ហយដែលទិញពីកំពង់ចាមមកហើយសាច់ជ្រូក3ជាន់1គីឡូហ្នឹងគឺថារៀបចំដកចេញយកមកធ្វើបាញ់ហយញ៉ាំហើយសាច់ជ្រូកហ្នឹងដំបងថាដកអាម្ដុំធំនេះចេញមកប៉ុន្តែមើលទៅប្រហែលជាមិនក្រាន់ទេពួកអីក្មេងៗមិនញ៉ាំទៅសាច់ទៅអញ្ចឹងត្រូវដកមកកូនថងទៀតចេញមកក៏ទៅ1គីឡូជាបានជា3ហ្នឹងយកអស់2ដុំហើយអញ្ចឹង1គីឡូបាញ់ហយប្រហែលជាអស់7ខាំសាច់ជ្រូកហើយមើលទៅនេះនិយាយពីថាសាឡាត់យើងអូយល្អឃ្លានបាញ់ហយដោយសារមានសាឡាត់មានជីមានអីរបស់ខ្លួនឯងទេបានឃ្លានហ្នឹងថារបស់គេប្រហែលជាមិនទិញហូបទេប៉ុន្តែសាឡាត់យើងដាំខ្លួនឯងធម្មជាតិល្អនិយាយទៅសាឡាត់ដល់ហើយកុំថាអត់បានញ៉ាំដាំខ្លួនឯងហើយណាយើងញ៉ាំផងយើងលក់ផងហើយនិយាយពីជីវិញគឺថាមានសពគ្រប់បែបយ៉ាងជីយ៉ាងពងហ្នឹងក៏ខ្ចីល្អទៀតជីមាន4 5មុខណាមិនមែនមានតែ1មុខហ្នឹងទេណាប៉ុន្តែយើងបេះជីនេះបន្តិចជីនោះបន្តិចដាក់ឲ្យបានគ្រប់មុខទៅតពីកាត់ជីនឹងពងហើយមកហ្នឹងយើងក៏កាត់ជីពងទាកូនគេហៅជីសាំងក្រហមហ្នឹងអូយនិយាយពីថាឈ្ងុយហ្មងគ្រាន់តែកាត់មកភាយដល់តែឃើញជីសាំងក្រហមតុង3កណិតឃ្លានទាកូនណាទៀតអើយមិនបានហ្មងមាត់នេះជីកាមនិយាយពីជីកាមហ្នឹងក៏ល្អទៀតល្អមកឆុងឯងមកឆុងមកចាហៀងទៀតដូចធុងហួញមិនដឹងថាសម័យធ្វើទុកមិនដឹងអីមិនដឹងគេថាមួយមុខហ្នឹងអត់មានទិញអីទេមានតែបាញ់ហយហើយសាច់ជ្រូកទេដែលទិញគេគឺខៅប៉ុណ្ណឹងរបស់ខ្លួនឯងមានទាំងអស់ហើយនេះគេហៅជីប្រហោអូយខ្ញុំចាញ់ក្លិនហូបអាកាទេខ្ញុំដាក់មួយម៉ាត់ទៅអូហិលពេញមាត់និយាយទៅធំក្លិនវាឈ្ងុយឈួលវាឈួលខ្លាំងហ្មងដាក់ចូលមាត់គឺឈួលខ្លាំងតែហ្មងនេះជីថ្មថៃក៏មានដែរបើគិតស្របសាច់ជី5មុខបារៃជីហើយសាឡាត់តែ3ខ្តោបពីសាឡាត់3ខ្តោបនេះគឺថានំបាញ់ហយ1គីឡូល្មមហើយរាល់ការលាងបន្លែមិនថាបន្លែស្លឹកជីឬក៏អីក៏ដែរឲ្យតែកាត់ពីដីមកគឺខ្ញុំតែងតែរោយអំបិលលាងជាមួយទឹកត្រាំឲ្យវាចេញដីឲ្យវាបានស្លាប់មេរោគខ្លះអីចឹងទៅពួកអីយើងហូបរបស់អស់ហ្នឹងវាឆៅទោះបីជាពពួកបន្លែឆ្អិនក៏ខ្ញុំធ្វើអញ្ចឹងដូចគ្នាដែរឲ្យតែបេះពីដីមកបើថារបស់យើងធម្មជាតិដែរប៉ុន្តែវានៅលើដើមអីអាហ្នឹងខ្ញុំអត់សូវជាព្រើអំបិលដល់គេចូលកន្លែងបេះសាឡាត់នេះទៀតណានេះមានអារម្មណ៍ថាដូចឃ្លានសាច់អាំងណានៃទៀតដែរនិយាយទៅសាឡាត់ហ្នឹងតំណងហ្មងបងប្អូននិយាយពីបាញ់ហយយើងដកចេញពីក្នុងទូទឹកកកមកមានអីយើងត្រូវយកទៅកម្ដៅព្រោះក្នុងទូទឹកកករឹងហើយអញ្ចឹងយើងញ៉ាំទាំងចំកាលទេដាក់ក្នុងឆ្នាំងហើយយើងគ្របកម្ដៅឲ្យទន់មកវិញទៅបានយើងញ៉ាំមានដាំទឹកពុះហ្នឹងដាក់សាច់ជ្រូកចូលហើយសាច់ជ្រូកហ្នឹងដាក់អំបិលបន្តិចដើម្បីឲ្យវាមានជាតិណាវាអត់ប្រៃទេវាអត់ប្រៃដល់សាច់ជ្រូកទេវាគ្រាន់តែធ្វើឲ្យសាច់ជ្រូកយើងហ្នឹងមានជាតិជាងមុនជាយើងស្ងោរសាបហ្មងសាបទៅទេពេលយើងញ៉ាំពេលឆ្អិនយើងយកមកកាត់ញ៉ាំទៅក៏សាច់ជ្រូកហ្នឹងវាអត់មានជាតិហយទេក៏បានរួចរាល់ហើយមានអីទឹកត្រីមានស្រាប់អីស្រាប់ហ្នឹងហាន់តសាច់ទឹកត្រីនេះម្ទេសត្រាំអូយសដែកដីសល់តែបន្តិចនឹងល្មម